តស៊ូចិញ្ចឹមឪពុកម្ដាយក្មេកក្នុងរបបខ្មែរក្រហមលោកយាយខៀមយីគឺជាស្ត្រីវ័យ78ឆ្នាំម្នាក់រស់នៅឃុំពងរស្រុកឆ្លងខេត្តក្រចេះដោយសារខេត្តក្រចេះស្ថិតនៅក្នុងតំបន់រំដោះរបស់ខ្មែរក្រហមតាំងពីឆ្នាំ1970ប្រជាជនស្ទើរតែទាំងអស់នៅក្នុងតំបន់នេះត្រូវបានចាត់ទុកជាអ្នកមូលដ្ឋានឬប្រជាជនចាស់ហើយទទួលបាននូវលក្ខខណ្ឌរស់នៅប្រសើរជាងប្រជាជននៅតាមតំបន់ផ្សេងៗទៀតទោះជាយ៉ាងនេះក្តីលោកយាយយីមានប្រសាសន៍ថាការរស់នៅរបស់ប្រជាជននៅតែមានការរឹតបន្តឹងនិងប្រកបដោយភាពភ័យខ្លាចជារៀងរាល់ថ្ងៃខ្មែរក្រហមបានធ្វើទុកបុកម្នេញយ៉ាងធ្ងន់ធ្ងរមកលើជនជាតិចាមនៅក្នុងឃុំពងរជាឃុំមួយដែលមានជនជាតិចាមរស់នៅច្រើនខ្មែរក្រហមបានបង្ខំជនជាតិចាមឲ្យទៅរស់នៅលាយឡំគ្នាជាមួយនឹងជនជាតិខ្មែរមិនឲ្យគោរពជំនឿសាសនាអ៊ីស្លាមបង្ខំឲ្យហូបសាច់ជ្រូកនិងលះបង់ចោលទាំងអស់នៅអត្តសញ្ញាណជាចាមនៅក្នុងរយៈកាលនៃរបបខ្មែរក្រហមលោកយាយយីនិងប្តីឈ្មោះមុតវិនរស់នៅក្នុងភូមិដងក្តោងជាមួយកូន8នាក់និងម្ដាយក្មេកចាស់ជរាម្នាក់កូនស្រីឈ្មោះមុតវេតនិងកូនប្រុសឈ្មោះមុតកុនថត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ឪពុកក្មេករបស់យីរស់នៅជាមួយបងថ្លៃស្រីឈ្មោះមុតឡូដែលត្រូវបានជម្លៀសឲ្យទៅរស់នៅក្នុងភូមិចាមក្បែរគ្នានោះដែរម្ដាយក្មេករបស់យីត្រូវបានចាត់តាំងឲ្យរវៃអំបោះធ្វើក្រមានៅផ្ទះយីមានប្រសាសន៍ថាឪពុកម្ដាយក្មេកចាស់ជរារបស់គាត់មិនអាចទៅហូបបាយរួមនៅតាមរោងបាយរបស់សហករណ៍ជាមួយប្រជាជនដទៃទៀតបានទេជាសំណាងល្អខ្មែរក្រហមបានអនុញ្ញាតឲ្យម្ដាយក្មេករបស់គាត់ស្នាក់នៅឯផ្ទះហើយទទួលបានរបបបបរបន្តិចបន្តួចទោះបីជាឪពុកក្មេកមិននៅផ្ទះជាមួយខ្លួនក្តីយីនៅតែលួចទៅមកដើម្បីនាំយកអាហារបន្ថែមបន្តិចបន្តួចដែលលួចលាក់បានទៅឲ្យឪពុកក្មេកពិសាដោយសារការហូបចុកមានការខ្វះខាតខ្លាំងហើយឪពុកម្ដាយក្មេកមានវ័យចាស់ជរាកូនប្រុសរបស់យីឈ្មោះមុតថាចដែលត្រូវខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការនៅតាមកងចល័តបានទៅលួចរកត្រីដែលលាក់នៅតាមជើងខោយកមកអាំងធ្វើជាម្ហូបអាហារបន្ថែមសម្រាប់ជីដូនជីតារបស់ខ្លួនសមាជិកគ្រួសារផ្សេងទៀតបានខិតខំប្រឹងប្រែងរកអាហារបន្ថែមដើម្បីយកមកផ្គត់ផ្គង់គាត់ទាំងពីរនៅឯផ្ទះយីនិយាយថាគាត់បានដាច់សិលដាច់ទានអស់ហើយនៅក្នុងរបបខ្មែរក្រហមដោយសារគាត់ត្រូវតែលួចម្ហូបអាហារបន្ថែមដើម្បីរស់និងចិញ្ចឹមឪពុកម្ដាយក្មេកចាស់ជរាយីត្រូវបានចាត់បញ្ចូលជាកម្លាំងទី1ដែលត្រូវចុះទៅច្រូតស្រូវជារៀងរាល់ថ្ងៃហើយបន្ទាប់ពីឡើងពីវាលស្រែវិញយីត្រូវមកជួយដាំបបរសម្រាប់ប្រជាជននៅក្នុងសហករណ៍ចំណែកប្តីរបស់គាត់ត្រូវបានចាត់តាំងឲ្យទៅកាន់ម៉ាស៊ីនបូមទឹកដាក់ស្រែយីបានរៀបរាប់ថាសម្ភារៈទាំងអស់ដែលរួមទាំងសម្ភារៈផ្ទះបាយផងត្រូវបានខ្មែរក្រហមប្រមូលដាក់រោងបាយទាំងអស់ប៉ុន្តែគាត់បានលួចលាក់ទុកសម្ភារៈមួយចំនួនសម្រាប់ប្រើប្រាស់នៅក្នុងគ្រួសារដូចជាកុំសៀវសម្រាប់ដាំទឹកហូបជាដើមដោយសារខ្លួនធ្វើការនៅក្នុងផ្ទះបាយថ្ងៃមួយយីបានលួចផ្អកដោយដាក់នៅក្នុងក្រមាហើយចងភ្ជាប់ទៅនឹងក្បាលរបស់គាត់យកមកផ្ទះគាត់បានចែកផ្អកនោះជាពីរចំណែកដោយមួយចំណែកយកទៅឲ្យឪពុកក្មេកដែលកំពុងរស់នៅជាមួយបងថ្លៃស្រីនៅភូមិផ្សេងហើយមួយចំណែកទៀតទុកសម្រាប់ម្ដាយក្មេកនិងក្រុមគ្រួសារថ្ងៃមួយគាត់សប្បាយចិត្តយ៉ាងខ្លាំងដោយគាត់ទទួលបានបាយមួយចានយកទៅជូនម្ដាយក្មេករបស់គាត់អ្នកជិតខាងដែលមានប្តីធ្វើជាកម្មាភិបាលខ្មែរក្រហមបានដាំបាយហូបហើយបានដួសបាយមួយចានមកឲ្យគាត់យីបានយកបាយនោះទៅជូនម្ដាយក្មេកដែលកំពុងសម្រាកនៅលើគ្រែម្ដាយក្មេករបស់គាត់មានការត្រេកអរយ៉ាងខ្លាំងពេលឃើញបាយភ្លាមព្រោះគាត់ហូបបបរយូរណាស់មកហើយម្ដាយក្មេករបស់គាត់បានលន់មាត់ស្រែកខ្លាំងៗថាហើយចុះបានបាយពីណាមកយីបានលើកដៃធ្វើសញ្ញាឲ្យគាត់ស្ងាត់ក្រែងលោកម្មាភិបាលខ្មែរក្រហមស្ដាប់ឮដោយចៃដន្យដែលអាចបង្កគ្រោះថ្នាក់ដល់ក្រុមគ្រួសារទាំងមូលយីបានប្រាប់ម្ដាយក្មេកថាពិសាទៅគេឲ្យម្ដាយក្មេករបស់យីបានយកបាយនោះមកពិសាជាមួយនឹងចៅតូចម្នាក់ដែលត្រូវជាកូនពៅរបស់យីឈ្មោះមុតដប់ដែលខានហូបបាយអស់រយៈពេលជាយូរមកហើយបានសួរជីដូនថាស្អីគេនឹងម៉ាផ្អែមយីបានសម្លឹងមើលម្ដាយក្មេកហូបបាយដោយក្តីអាណិតដោយសារគាត់មានវ័យចាស់ជរាហើយយីមិនហ៊ានធ្វើម្ហូបអ្វីច្រើនជូនគាត់ពិសាទេព្រោះខ្មែរក្រហមតាមដានសកម្មភាពរបស់ប្រជាជនយ៉ាងតឹងតែងយីបានបន្ថែមទៀតថាគេឲ្យខ្ញុំធ្វើការនៅរោងបាយតែមិនហ៊ានយកបាយហូបអង្គអីបើលួចបានតែមិនហ៊ានខ្លាចគេដឹងបើអញ្ចឹងទៅសុកចិត្តហូបបបររាវនឹងទៅជួនទៅយើងសម្រិតយកទឹកបបរទៅហើយសល់កាកយកទៅជូនគាត់ទៅ
ក្នុងពេលធ្វើការនៅក្នុងរោងបាយរបស់សហករណ៍យីបានមើលឃើញការធ្វើបាបរបស់ខ្មែរក្រហមមកលើជនជាតិចាមខ្មែរក្រហមបានបង្ខំឲ្យជនជាតិចាមទាំងនោះហូបសាច់ជ្រូកតែសុំអំបិលគេក៏គេមិនអោយគេឲ្យស៊ីសាច់ជ្រូកស៊ីរួចខ្ទប់មករត់យីមានចិត្តអាណិតអាសូរដល់ជនជាតិចាមទាំងនោះប៉ុន្តែមិនហ៊ានលួចឲ្យអំបិលព្រោះខ្លាចខ្មែរក្រហមយកទៅកសាងនិងយកទៅវាចោលយីបាននិយាយថាមិនដឹងធ្វើម៉េចទេទ្រាំតាមបនតាមកម្មអញ្ចឹងទៅខ្មែរក្រហមតម្រូវឲ្យជនជាតិចាមនិងខ្មែរបដូរផ្ទះគ្នានៅដូរពីចាមមកខ្មែរហើយពីខ្មែរទៅចាមជួនណាទៅនៅផ្ទះជាមួយគ្នាទៅចាមនិងខ្មែរនោះជនជាតិចាមនិងជនជាតិខ្មែរត្រូវហូបអាហាររួមគ្នាអ្នកខ្លះក្អួតក្រោយពេលហូបម្ហូបដែលមានលាយសាច់ជ្រូករួចមកហើយគ្មានកម្លាំងក្នុងការធ្វើការនោះទេជនជាតិចាមមួយចំនួនដែលនៅមានអំបិលជាប់ខ្លួនបានយកអំបិលមកតាមខ្លួនហើយរោយនៅលើបបរហូបជំនួសឲ្យសម្លដែលមានលាយសាច់ជ្រូកយីមិនដែលបានឃើញការសម្លាប់មនុស្សទេប៉ុន្តែធ្លាប់ឮអ្នកភូមិខ្សឹបប្រាប់គ្នាថាខ្មែរក្រហមបានយកជនជាតិចាមជាច្រើនទៅវាយទម្លាក់ទឹកទន្លេមេគង្គដែលនៅក្បែរភូមិយីបានរៀបរាប់ថាជួនទៅគេវាយទម្លាក់ទន្លេជួនទៅគេយកទៅព្រៃខ្លះទៅយើងអត់ហ៊ានសួរអត់ហ៊ានដឹងអីទេគ្រាន់តែលួចស្ដាប់គ្នាតិចៗនៅតាមកន្លែងធ្វើការនឹងសហករណ៍ដែលយីរស់នៅក៏មានប្រជាជនជំនះមកពីភ្នំពេញដែរប្រជាជនថ្មីទាំងនេះមករស់នៅក្នុងផ្ទះជាមួយនឹងប្រជាជនចាស់មួយរយៈក្រោយមកប្រជាជនថ្មីទាំងនោះត្រូវបានដឹកតាមរទេះគោបញ្ជូនឲ្យទៅរស់នៅភូមិផ្សេងដាច់ស្រយាលដែលនៅទីនោះអ្នកភ្នំពេញទាំងនេះបានស្លាប់ដោយសារជំងឺគ្រុនចាញ់អស់ជាច្រើនយីមិនដែលហ៊ានទៅនិយាយលេងឬសួរនាំអ្នកដែលមកពីភ្នំពេញទេខ្មែរក្រហមបានហាមឃាត់យ៉ាងតឹងរ៉ឹងមិនឲ្យអ្នកមូលដ្ឋានទៅតាក់ទងជាមួយនឹងអ្នកជំនះមកពីភ្នំពេញទេគេថាកុំទៅទំនាក់ទំនងអីជាមួយគ្នាបើជួបគ្នាទៅជួបនៅឯវាលកន្លែងធ្វើការឯណោះសូម្បីតែបងប្អូនគាត់បង្កើតដែលរស់នៅត្រើយម្ខាងនៃទន្លេមេគង្គក្នុងស្រុកព្រែកប្រសពក៏ខ្មែរក្រហមហាមមិនឲ្យធ្វើទំនាក់ទំនងជាមួយគ្នាដែរប៉ុន្តែដោយសារនឹកម្ដាយពេកយូរម្ដងយីបានលួចឆ្លងទៅជួបបងប្អូននិងម្ដាយបង្កើតអ្នកភ្នំពេញនិងអ្នកមូលដ្ឋានធ្វើការដូចគ្នាយីបាននិយាយថាការងារប៉ុនគ្នាដោយដកសំណាប់នឹងក៏ប៉ុនគ្នាដែរលើកភ្លឺអញ្ចឹងដែរដាក់យើងប៉ុន្មានម៉ែត្រដាក់ពួកនឹងក៏ប៉ុណ្ណឹងដែរការហូបចុកមានលក្ខណៈប្រហាក់ប្រហែលគ្នាខ្មែរក្រហមចៃរបបឲ្យស្មើគ្នាមិនថាអ្នកមូលដ្ឋានឬអ្នកថ្មីនោះទេនេះបើតាមសម្ដីរបស់យីប៉ុន្តែជាញឹកញយយីឧស្សាហ៍ឮថាមានអ្នកថ្មីមួយចំនួនបានបាត់ខ្លួនយីនឹងក្រុមគ្រួសាររស់នៅក្នុងភូមិដងក្តោងរហូតដល់ថ្ងៃដួលរលំនៃរបបខ្មែរក្រហមនៅពេលកងទ័ពវៀតណាមនិងកងកម្លាំងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាវាយចូលមកក្នុងខេត្តក្រចេះខ្មែរក្រហមបានប្រកាសតាមមីក្រូឲ្យប្រជាជនទាំងអស់នាំគ្នាចុះទូកធ្វើដំណើរទៅក្រោមខ្មែរក្រហមបានប្រកាសឲ្យប្រជាជនទាំងអស់ធ្វើដំណើរទៅជួបជុំគ្នានៅវត្តព្រៃសំរោងហើយនឹងបន្តដំណើរតាមទូកឆ្លងទៅត្រើយម្ខាងទៅកាន់ស្រុកព្រៃប្រសពយីបានរៀបរាប់ថានៅតាមផ្លូវមានមនុស្សយ៉ាងច្រើនបានធ្វើដំណើរភៀសខ្លួនអ្នកខ្លះរែកជីដូនជីតាចាស់ដែលអង្គុយនៅក្នុងល្អីអ្នកខ្លះពោជីដូនជីតារត់យីបាននាំឪពុកម្ដាយក្មេងជំលះទៅខាងក្រោមជាមួយនឹងគេដោយដាក់ឲ្យគាត់ទាំងពីរអង្គុយនៅក្នុងរទេះឈើមួយហើយអូសទៅសមាជិកគ្រួសារផ្សេងទៀតដែលមិនមានតួនាទីអូសរទេះត្រូវនាំគ្នាទូលអីវ៉ាន់ដោយសារវ័យចាស់ជរានិងការភ័យតក់ស្លុតនិងការប្រកាសឲ្យចេញពីផ្ទះសម្បែងជាថ្មីម្ដងទៀតម្ដាយក្មេងរបស់យីបានធ្លាក់ខ្លួនឈឺនៅតាមផ្លូវយីនិងសមាជិកគ្រួសារទាំងអស់ត្រូវស្នាក់នៅឯភូមិអន្លង់សាលីរយៈពេល3យប់ទើបធ្វើដំណើរបន្តទៅឃុំចំបក់ក្នុងស្រុកព្រៃប្រសពដែលជាស្រុកកំណើតរបស់យីទៅដល់ឃុំចំបក់ម្ដាយក្មេងរបស់យីបានស្លាប់ដោយសារជំងឺគ្មានថ្នាំព្យាបាលនិងការអស់កម្លាំងដោយសារការធ្វើដំណើរវែងឆ្ងាយយីនិងក្រុមគ្រួសារបានរៀបចំធ្វើបុណ្យសពម្ដាយក្មេកប៉ុន្តែនៅពេលនោះមិនមានលោកសង្ឃសូត្រមន្តអ្វីទេក្រោយរៀបចំបុណ្យនិងទុកដាក់សពម្ដាយក្មេករួចហើយយីប្តីនិងកូនបានវិលត្រឡប់មកផ្ទះនៅឯភូមិដងក្តោងវិញនៅតាមផ្លូវអ្នកភូមិបានប្រាប់យីថាមានកុមារជាច្រើនបានស្លាប់នៅក្នុងចំការដំឡូងកុមារទាំងនោះឃ្លៀងខ្លាំងពេកបានទៅជីកដំឡូងយកមកហូបហើយក៏ស្លាប់នៅក្នុងរោងដំឡូងដោយសារអស់កម្លាំងពីខ្លួនត្រឡប់មកដល់ផ្ទះវិញគោរទេះនិងរបស់របរផ្សេងទៀតត្រូវបាត់ទាំងអស់អ្នកភូមិដែលមកដល់មុនបានទៅរើសយករបស់របរទាំងនោះមកប្រើប្រាស់
យីក៏ដូចជាអ្នកភូមិផ្សេងទៀតបាននាំគ្នាទៅច្រូតស្រូវដែលនៅសល់ពីរត់យកមកហាលហើយបុកដាំបបរហូបបទពិសោធន៍របស់លោកយាយខៀមយីនៅក្នុងរបបខ្មែរក្រហមគឺជាឧទាហរណ៍មួយនៃទុក្ខវេទនារបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈទាំងអស់នៅក្នុងរបបខ្មែរក្រហមទោះបីជាប្រជាជនចាស់ឬអ្នកមូលដ្ឋានទទួលបានការទុកចិត្តនិងត្រូវបានដាក់ឲ្យកាន់តំណែងជាច្រើននៅក្នុងរបបខ្មែរក្រហមក៏ដោយក៏ប្រជាជនមូលដ្ឋានជាច្រើនទទួលរងនឹងការធ្វើទុកបុកម្នេញនិងមានបងប្អូនកូនចៅនិងឪពុកម្ដាយស្លាប់នៅក្នុងរបបខ្មែរក្រហមដែរលោកយាយយីបានមានប្រសាសន៍នៅចុងបញ្ចប់នៃបទសម្ភាសន៍ថាជីវិតមានភាពវេទនាខ្លាំងណាស់នៅក្នុងរបបខ្មែរក្រហម